បាទសូមគោរពជំរាបសួរបងប្អូនអរគ្នាជាទីគោរពស្រឡាញ់បាទថ្មីនេះបងអាជ្ញាធរខេត្តកណ្ដាលបាទគឺបានចុះឆែកឆេរនៅតាមបណ្ដាឃ្លាំងផ្សេងនៅដែនដីរបស់ពួកគាត់បាទក្នុងនោះគឺបានឆែកឆេរឃើញតំណែងខុសច្បាប់តំណែងដែលហួសសុពលភាពជាច្រើនបាទក្នុងនោះគឺឆែកឃើញបាទតំណែងដែលខុសច្បាប់និងហួសសុពលភាពនេះបានរហូត16តោនបាទអូពិតជាច្រើនមែនទែនបាទហើយតំណែងទាំងអស់នោះបងអាជ្ញាធរគឺបានយកមកកំទេចចោលដឹកចោលឲ្យបងបាទល្អមែនទែនបាទហូបមិនបានហួសសុពលភាពយើងទុកធ្វើអីបាទកំទេចចោលទៅបាទកំទេចចោលទៅព្រោះតំណែងចោលសៀមទាំងអស់កម្ពុជាមិនត្រូវការទេបាទប្រជាជនកម្ពុជាមិនត្រូវការទេអញ្ចឹងយកទៅដុតចោលទៅហូបមិនកើតគីមីច្រើនហើយអ្វីដែលសំខាន់នោះគឺជាតំណែងដែលពោពេញទៅដោយការឈឺចាប់ទឹកភ្នែកឈាមរបស់ប្រជាជនច្រើនណាស់អញ្ចឹងទុកធ្វើអីបាទធ្វើដោយអាជ្ញាធរខេត្តកណ្ដាលបែបនេះល្អមែនទែនបាទអញ្ចឹងទេខ្ញុំសង្ឃឹមថាបងអាជ្ញាធរគ្រប់ស្ថាប័នគ្រប់លំដាប់ថ្នាក់ពេលដែលចាប់បានតំណែងទាំងអស់នេះគួរយកទៅដុតចោលអញ្ចឹងទៅបាទកុំទុកអីបាទព្រោះវាហូបក៏មិនកើតគីមីច្រើនណាស់បងបាទអញ្ចឹងហូបទៅប៉ះពាល់សុខភាពខ្លាំងណាស់បាទហើយអ្វីដែលសំខាន់នេះប្រជាជនកម្ពុជាមិនត្រូវការទេបាទយកទៅដុតចោលទៅអាប្រភេទសាច់កកសាច់អីនេះគីមីច្រើនណាស់បាទយកទៅដុតចោលទៅបាទអញ្ចឹងខ្ញុំសូមអរគុណបងមន្ត្រីខេត្តកណ្ដាលទាំងអស់គ្នាបានសហការគ្នាយ៉ាងស្រស័ក្តិស្រស្រាំដៃមែនទែនក្នុងការបោសសម្អាតតំណែងដែលនាំចូលពីប្រទេសចៅសៀមនិងតំណែងដែលហួសសុពលភាពនាំចូលពីប្រទេសចៅសៀមនេះបាទខ្ញុំពិតជាអរគុណមែនទែនហើយពួកយើងទាំងអស់គ្នាគឺនៅតែបន្តពហិការតំណែងចៅសៀមបន្តទៀតបាទតំណែងដែលមានលើទីផ្សារគឺយើងកុំគ្រប់គ្រងបាទយើងបន្តបេក្ខការបន្តទៀតបាទអរគុណ